អូខេសូមជម្រាបសួរហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនជាទីនឹករលឹកជាទីគោរពបានទាំងអស់គ្នាសាជាថ្មីហើយប្រធានបទខាងនេះខ្ញុំនឹងធ្វើការលើកយកទៅនឹងប្រធានបទមួយនិយាយតាក់ទងទៅនឹងអក្សរសិល្ប៍ឆ្លុះបញ្ចាំងអំពីតថភាពវិញម្ដងដល់ចុងដើម្បីខ្មោចខាប់ពេលយូរយើងមកធ្វើការតាមដានសម្ដាប់ដូចទៅយើងដឹងថាតើតថភាពគឺជាអ្វីយើងអាចនិយាយបានថាតថភាពគឺជាការសម្ដៅរួមទៅលើពិភពដែលនៅជុំវិញខ្លួនយើងដែលក្នុងនោះមានមនុស្សហើយនិងសង្គមផងដែរព្រមទាំងលក្ខខណ្ឌជុំវិញរបស់មនុស្សនិងសង្គមនិយាយរួមតថភាពគឺជាជីវិតនៃអក្សរសិល្ប៍ឬក៏សិល្បៈស្នាដៃដែលមានលក្ខណៈតថៈទាល់តែជាស្នាដៃដែលអ្នកនិពន្ធបង្ហាញការពិតមិនខ្លាចការពិតនិងមិនបំភ្លេចការពិតផងដែរនិយាយជាទូទៅគឺភាពស្មោះត្រង់និងការពិតឃើញអ្វីថាហ្នឹងគឺមិនបំភ្លៃហួសហេតុតែបើនិយាយផ្ទុយពីការពិតមិនគោរពភាពស្មោះត្រង់របស់សង្គមគឺបដិតថៈតែម្ដងដូច្នេះអក្សរសិល្ប៍ឬក៏សិល្បៈត្រូវមានទំនាក់ទំនងគ្នាជាដាច់ខាតទៅនឹងតថភាពហើយត្រូវមានកលការឆ្លុះបញ្ចាំងមួយជឿនលឿនយ៉ាងល្អមែនទែនបើយើងនិយាយពីលក្ខណៈផ្ទុយទៅវិញសិល្បៈបានសម្ដែងឡើងនៅទំនោរមួយខុសគ្នាគឺសិល្បៈដើម្បីកំសាន្តសប្បាយរបស់អ្នកធុញទ្រាន់បញ្ហាជីវិតជាកន្លែងសម្រាប់ចិញ្ចឹមបីបាច់ថែរក្សាបំពាក់បំពន់ប្រឡឹងដែលវង្វេងទាល់ច្រកតុតតិថេនិយមអស់សង្គមរវល់រវាយហួសសម័យហើយនឹងអាភិតតែប៉ុណ្ណោះឧទាហរណ៍ថាស្នាដៃនិពន្ធប្រឡំលោករបស់លោកសុតប៉ូលីនជីវិតអតីសាសរាយតែងតែនិយាយរឿងច្រើនតែលក្ខណៈអាភិទី1ដើម្បីបំរើតម្រូវចិត្តទី2គឺកម្រៃតែប៉ុណ្ណោះហើយមួយវិញទៀតស្នាដៃនិពន្ធបច្ចឹមប្រទេសមួយចំនួនដូចជា UNESCO អឺសានកាប់កាអាល់បេកាម៉ូហើយនឹងមានអ្នកនិពន្ធជាច្រើនទៀតលោកទាំងអស់នេះសុទ្ធតែជាសិល្បករដែលមានទេពកោសល្យខ្ពស់ប៉ុន្តែត្រូវបានជាប់នៅក្នុងគុកទស្សនវិជ្ជាភូតភរកុហកតលច្រកតែប៉ុណ្ណោះជារួមយើងអាចនិយាយបានថាស្នាដៃរបស់អស់លោកទាំងអស់ច្រើនតែបង្ហាញនូវភាពធន់ទ្រាំចំពោះជីវិតនិងលក្ខណៈអមនុស្សធម៌របស់សង្គមក្នុងពិភពនីតុននេះបើយោងតាមលក្ខណៈឯកសាររបស់លោកប៉ុមីឆ្នាំ2011តែប៉ុណ្ណោះបាទសង្ឃឹមថាវីដេអូរបស់ខ្ញុំគឺជាលក្ខណៈប្រយោជន៍ទៅដល់ពុកម៉ែបងប្អូនទៅថ្ងៃអនាគតផងដែរបើសិនជាមានការលលួខ្វះខាតត្រង់ចំណុចណាសូមធ្វើការខន្តីអភ័យទោសនៅកំហុសអចេតនាផងដែរបាយបាយសូមគោរពលាជួបគ្នានៅវីដេអូបន្ទាប់